ក្រៅពីសមិទ្ធផលដែលក្រសួងសម្រេចបាននាពេលកន្លងមកការងារបន្ទាប់ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ត្រូវងាកមកគិតគូរគឺការរៀបចំក្រុងនិងទីប្រជុំជនឲ្យបានច្រើននិងការងារអតិភិបផ្សេងទៀតដើម្បីចូលរួមកសាងកម្ពុជាឲ្យមានខឿនសេដ្ឋកិច្ចនិងខឿនកាពិជាតិរឹងមាំខ្លួនទីពឹងខ្លួននិងឯករាជ្យម្ចាស់ការខណៈស្ថានភាពពិភពលោកប្រែប្រួលឥតឈប់ឈរឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអាល់បានមានប្រសាសន៍ណែនាំពីទិសដៅការងារបន្តដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ត្រូវបន្តយកចិត្តទុកដាក់រួមមានធានាដំណើរការស្ថាប័នដោយរក្សាសាមគ្គីភាពផ្ទៃក្នុងធ្វើការជាប្រព័ន្ធសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវកិត្តគូនឹងផ្ដល់ឱកាសដល់មន្ត្រីបង្កលក្ខណៈងាយស្រួលឲ្យគាត់អាចបំពេញការងារបានលើកដំកើងអ្នកដែលខំប្រឹងប្រែងធ្វើការងារសុរិយោដីជំរុញច្បាប់គ្រប់គ្រងការវាស់វែងនិងការផលិតផែនទីព្រោះក្រសួងនឹងក្លាយជាអង្គភាពដែលត្រូវរៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាតំបន់បឹងទន្លេសាបជំរុញការធ្វើវារីវប្បកម្មនិងកិត្តគូអ្វីដែលត្រូវធ្វើទៅមុខទៀតក្រៅពីស្រូវនិងដំណាំដទៃទៀតតំបន់បេតិកភណ្ឌពិភពលោកអង្គរជាប្រភពចំណូលកម្ពុជាដូចនេះត្រូវរក្សាមរតកដូនតាផងនិងធានាថាប្រជាជននៅអង្គរទទួលបានប្រយោជន៍ពីអង្គរនិងហៅខ្លួនឯងថាជាអ្នកស្រុកអង្គរហើយចូលរួមថែរក្សាការពារអង្គរការងាររៀបចំដែនដីជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការនៃការប្រើប្រាស់ដីនៅទូទាំងប្រទេសដែលជាមុខងារចម្បងក្នុងការរៀបចំដែនដីហើយផ្អែកលើមូលដ្ឋាននេះអភិបាលរាជធានីខេត្តនិងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានីខេត្តរបស់ខ្លួនដោយក្រសួងនឹងគាំទ្រផ្នែកបច្ចេកទេសបន្ថែមការរៀបចំក្រុងនិងទីប្រជុំជនផ្ដោតលើការរៀបចំភូមិឋានខ្សែខ្សានត្រនំសុភមង្គលភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យទីក្រុងជាទីក្រុងស្រួលរស់នៅការងារលំនៅឋានមិនមែនផ្ដោតតែលើផ្ទះនិងស្ថាបត្យកម្មប៉ុណ្ណោះទេតែជាកន្លែងបណ្ដុះនៅទំនាក់ទំនងអិរិយាបថល្អប្រពៃណីទំនៀមទម្លាប់ល្អសិល្បៈនិងវិទ្យាសាស្ត្រក្នុងសង្គមជាតិគោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ចប្រែក្លាយពីគម្រោងសម្បទានដីសង្គមគិច្ចទៅជាគោលនយោបាយសម្បទានដើម្បីសង្គមគិច្ចនិងសេដ្ឋកិច្ចដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងផ្ដល់សេវាចាំបាច់ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនការងារសំណង់ផ្ដោតលើគុណភាពសុវត្ថិភាពនិងសោភ័ណភាពដែលសំណង់មិនមែនគ្រាន់តែផ្ដោតលើសំណង់អគារតែជាវិស័យដើម្បីធានាក្នុងការផ្ដល់ការងារធ្វើចំណូលនិងកំណើននិងដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជាបន្តការអប់រំផ្សព្វផ្សាយអំពីសកម្មភាពនិងការងារក្នុងវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីជំរុញការចូលរួមការងារមូលដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកអឆកគួរផ្ដោតលើសហគមន៍ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានាការងារជាមួយវិស័យឯកជនត្រូវងាកមកគិតគូរបន្ថែមលើឧស្សាហកម្មប្រាក់កម្ចីក្នុងអត្រាការប្រាក់ប្រកួតប្រជែងដើម្បីប្រែសង្គមនិងសេដ្ឋកិច្ចឧស្សាហកម្មតុបតែងលម្អជាការងារត្រូវធ្វើនិងថែរក្សានៅដង្ហើមសេដ្ឋកិច្ចនេះបើយោងទៅតាមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅថ្ងៃទី1 ខែធ្នូឆ្នាំ2025